ជុំរៀបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នានៅព្រឹកព្រលឹមថ្ងៃអាទិត្យដើមឆ្នាំ2026នេះអ្នកទាំងអស់គ្នាសុខសប្បាយអត់ចំណែកខ្ញុំសុខសប្បាយធម្មតាទេថ្ងៃនេះបន្ទាប់ពីទំនេរពីការងារសម្រាប់បានមួយថ្ងៃដល់ថ្ងៃអាទិត្យក៏ឆ្លៀតមកលេងផ្ទះនៅតាកែវហើយទស្សនវិជ្ជានៅលើដងផ្លូវនេះបងប្អូនទាំងអស់គ្នាឬក៏ผมនិយាយថាបងប្អូនមួយចំនួនចុះតែធ្លាប់ឆ្លងកាត់ផ្លូវនេះប្រហែលជាស្គាល់ហើយជាពិសេសបងប្អូនអស់គ្នានៅមជ្ឈនីប្រាសាទនាងខ្មៅក្នុងវិសូឬក៏ផ្សារសៃវ៉ាអីហ្នឹងគឺប្រហែលជាស្គាល់ហើយផ្លូវមួយនេះទេសភាពស្រស់ស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំថតនេះគឺខ្ញុំថតនៅពេលព្រឹកម៉ោងខ្ទង់6ជាងអ្នកទាំងអស់គ្នាតែថាយើងមើលទៅពីពេញខ្ទង់ម៉ោង5តាមលើតិចតួចអីយើងជិះរៀងលឿនដែរសារផ្លូវរៀងស្លាស់ពេលព្រឹកអញ្ចឹងមកដល់ប្រាសាទនាងខ្មៅនេះខ្ទង់ម៉ោង6ជាងហើយទស្សនវិជ្ជាតាមដងផ្លូវនេះគឺខ្ញុំថតចាប់ពីប្រាសាទនាងខ្មៅមកគឺយើងចូលតាមច្រកប្រាសាទនាងខ្មៅឆ្ពោះមកបុកភ្នំជីសូរអ្នកទាំងអស់គ្នាទេសភាពស្អាតមែនទែនពេលព្រឹកព្រលឹមប៉ុន្តែដោយសារខែប្រាំងហើយតំបន់នេះវាអត់សូវសម្បូរទឹកដែរអញ្ចឹងធ្វើឲ្យទស្សនវិជ្ជាតាមសងខាងផ្លូវវាមិនសូវជាស្រស់ប្រហែលទេដោយសារវាស្រែវាស្រូវគឺត្រៀមអស់ហើយដីហើយស្មៅក៏ងាប់អាខ្លះក៏ត្រៀមស្វិតសពូនអីចឹងទៅប៉ុន្តែផ្លូវនេះវាអត់ស្ងាត់ទេវាមានប្រជាជនយើងធ្វើដំណើរទៅមកជាហូរហែទេអ្នកទាំងអស់គ្នាដូចឃើញអញ្ចឹងចំណែកអ្នកស្រុកអ្នកភូមិនេះភាគច្រើនគេធ្វើការរោងចក្ររោងអីមិនដឹងអ្នកទាំងអស់គ្នាព្រោះដូចជារៀងស្ងាត់ដែរតាមផ្ទះមើលទៅប៉ុន្តែអ្នកទឹកវាមិនគួរណាស្ងាត់ទេអ្នកទាំងអស់គ្នាហើយបងប្អូនឃើញតាមដងផ្លូវនេះវាមានបងប្អូនយើងដែលខ្លះគាត់ប្រកបមុខរបរដូចជាលក់កាហ្វេលក់ភេសជ្ជៈអីផ្សេងហើយពេលព្រឹកហ្នឹងគឺមានកន្លែងគេលក់បាយលក់ទាវអីច្រើនគូសំដែរខាងឆ្វេងខាងស្ដាំលក់បបរលក់អីហ្នឹងបងប្អូនយើងចូលទិញបន្តដែរទេហើយមានបងប្អូនខ្លះទៅក៏គាត់លក់នំលក់អីផ្សេងហ្នឹងទៅហើយទៅតាមដងផ្លូវនេះមានទេសភាពវាមិនជាស្អាតប្រហែលទេអ្នកនរនេះដោយសារខែប្រាំងដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងដីក្រៀមប្រែអស់ហើយពីច្រើនខាងតកែវនេះគេធ្វើស្រូវប្រាំងដែរតំបន់ណាដែលមានទឹកអញ្ចឹងណាធ្វើស្រូវខ្លីអ្នកនរនេះប៉ុន្តែមជ្ឈនីភ្នំសូរនេះដូចជាអត់ឃើញមានប្រភពទឹកមកទេអញ្ចឹងអត់មានឃើញគេធ្វើស្រូវប្រាំងស្រូវអីទេគេពីច្រើនគេធ្វើតែស្រូវភាសាហើយបងប្អូនយើងទិញអីហូបច្រើនតាមដងផ្លូវហ្នឹងកន្លែងកាទៀវកន្លែងអីហ្នឹងហើយយើងទៅចដល់ភ្នំភ្នំក្រុងមុខនោះគឺជាភ្នំជីសូរហើយផ្លូវនេះយើងបុកទៅឡើងជើងភ្នំជីសូរតែម្ដងដើម្បីឆ្ពោះទៅផ្ទះរបស់ខ្ញុំនៅខាងសមរយើងហូបផ្សារសេវាបន្តិចតែខ្ញុំថតអត់ដល់ផ្សារសេវាដល់ផ្ទះទេជាមួយវីដេអូក្រោយបាទខ្ញុំថតពីហូបភ្នំជីសូរទៅបន្តិចក្នុងវីដេអូនេះខ្ញុំថតទៅហូបភ្នំជីសូរទៅបន្តិចហ្នឹងព្រោះយើងអត់ដឹងថាថតពីស្អីទស្សនវិជ្ជាវាអត់ទៅស្អាតចឹងណាហើយចេះថតឲ្យបងប្អូនបានទស្សនាទៅព្រោះយើងទុកមើលឬក៏ទុកជាឯកសារនៅថ្ងៃក្រោយព្រោះមិនដឹងថាទៅមុខទៀតគេអភិវឌ្ឍទៅជាយ៉ាងណាវាអាចនឹងប្រែប្រួលទស្សនវិជ្ជាតាមដងផ្លូវនឹងទៅជាយ៉ាងណាអញ្ចឹងណាបើតាមខ្ញុំចាំកាលពីខ្ញុំមកតកែវដំបងក្នុងល្បាត2018 19អីហ្នឹង7ហ្នឹងអត់ចាំដែរអ្នកទាំងគ្នាម្លេះក្នុងសូហ្នឹងផ្លូវដែលកំពង់ជីហ្នឹងគឺសិតតែផ្លូវគូខមកចលុកពេញហ្នឹងតែឥឡូវគឺគេបានចាក់កស៊ូចាក់អីស្អាតមែនទែនស្រួលជីឥឡូវយើងដល់ជើងភ្នំហើយអ្នកយើងបត់ទៅស្ដាំ
តាមស្របតាមជើងភ្នំហើយមានបងប្អូនយើងគាត់ប្រកបមុខរបរលក់ដូរច្រើនមួយជំនាញនេះខ្ញុំគិតតែរៀនស្ងាត់ប៉ុន្តែមើលទៅដូចជាមិនស្ងាត់ប្រហែលទេព្រោះមានបងប្អូនយើងលក់ដូរច្រើនហើយជាមានបងប្អូនយើងចូលទិញគួរសមដែរចំណែកខាងឆ្វេងដៃនេះគឺជាជើងខ្ញុំជីសូតអ្នកទាំងគ្នានេះកន្លែងនេះតែមានលេខឡើងមនុស្សយកតាណាអស់អ្នកទាំងគ្នាអើយគេលក់កាហ្វេលក់ភេសជ្ជៈផ្សេងរបស់ហូបផ្សេងឲ្យបងប្អូនយើងមកអង្គុយលេងច្រើនគាត់មកអង្គុយលេងមើលទេសភាពមើលគេមើលឯងចឹងណារំសាយអារម្មណ៍បំបត្តិទៅកង្វល់បន្ទាប់ពីធ្វើការធ្វើងារមួយថ្ងៃពេញចឹងទៅយើងមកមើលគេមើលឯងនៅជើងភ្នំចឹងទៅវាស្រស់ស្រាយអារម្មណ៍ដែរដូចខ្ញុំនៅរៀងឆ្ងាយមិនដែលបានមកណាមួយខ្ញុំមិនដែលបានសូវទៅផ្ទះផងយូរទៅម្ដងមួយខែអីទៅម្ដងជួនកាលក៏ខែជួនកាលជា12ខែហ្នឹងទៅសុខភាពស្អាតមែនទេណានេះជើងភ្នំបើសិនជាខែភាសាវិញម៉ែទេសភាពកប់សេរីគេសង្កាត់មកតែនេះសាខែតាំងចឹងវាស្ងួតហួតហែងទៅវាធ្វើឲ្យដើមឈើអីវាក្រៀមសពូនជ្រុះស្លឹកជ្រក់អីចឹងអស់ហើយឥឡូវយើងបន្តដំណើរទៅមុខទៀតហើយមកជំនាញនេះវាមិនតន់ជាអភិវឌ្ឍអីណាទេប៉ុន្តែអាចនិយាយបានថាស្រុកនេះវារៀងស៊ីវិល័យជាងស្រុកខ្ញុំស្រុកកណ្ដាលខ្ញុំនៅកំពង់ធំណាអ្នកទាំងគ្នាហើយអធិស្ឋានមកអ្នកទាំងគ្នាវីដេអូនេះនឹងនិយាយវាស្អីចេះនិយាយទៅបានទេចេះនិយាយបាត់ណាបាត់អីទៅវាអត់បានព្រៀងទុកថានិយាយជាធានបត់ស្អីគោលនងស្អីឬអត់បានព្រៀងទុកទេចេះនិយាយទៅហើយឥឡូវយើងមកដល់លើបបែកហើយយើងបត់ឆ្វេងមិនស្អីយើងបត់ស្ដាំយើងបត់ឡើងទៅផ្លូវជាតិទី2វិញទេអានេះយើងបត់ឆ្វេងហើយយើងទៅត្រង់រហូតតដល់ផ្សារសៃវ៉ាអញ្ចឹងទៅទិដ្ឋភាពវាបែបជនបទប៉ុន្តែជនបទគេវារៀងគួរសមជាងស្រុកខ្ញុំនៅពងធំស្រុកខ្ញុំនៅពងធំផ្លូវអត់មានកស៊ូទេអ្នកទាំងនេះឲ្យសិតផ្លូវដីក្រហមនឹងចូលវេទនីទៅខែភាសាឡើងដួលល្អលឯខែប្រាំងហុយពិបាកចៃអត់ដូចស្រុកគេនេះគេចាក់កស៊ូឲ្យភ្លឹងយកផ្លូវស៊ូណានៅចាក់តដល់ផ្លូវមុខផ្ទះផ្លូវស៊ូស្រុកនេះស្អាតមែនទេស្រុកខ្ញុំមិនថាគេអភិវឌ្ឍមកប៉ុណ្ណេះវាប្រជាជនយើងវាធ្វើដំណើរស្រួលអត់សូវព្រួយបារម្ភខែប្រាំងឡើងហើយខែភាសាឡើងល្អលវេទនាមែនទេតែស្រុកគេនេះគឺគេអភិវឌ្ឍលឿនគេទៅមុខហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាសកម្មតាអ្នកទាំងអស់គ្នាមិនប្រកាន់ចោលដោយសារវីដេអូនេះខ្ញុំនិយាយប៉ុណ្ណាអត់មានជាប្រធានបទអីមួយឲ្យចំទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះចាំជួបគ្នាវីដេអូក្រោយខ្ញុំនឹងថតទស្សនភាពតពីវីដេអូនេះតទៅមុខទៀតហើយរហូតដល់ហួសផ្សារសេវាអរគុណ